សំណួរតើវិមជ្ឈការជាអ្វីចម្លើយវិមជ្ឈការគឺជាប្រព័ន្ធគ្រប់គ្រងដែលរាជរដ្ឋាភិបាលប្រគល់នូវភាពជាម្ចាស់លើមុខងារសិទ្ធិអំណាចការទទួលខុសត្រូវនិងធនធានមានដូចជាហិរញ្ញវត្ថុទ្រព្យសម្បត្តិនិងបុគ្គលិកឲ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិដូចជាក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាសង្កាត់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន